សួស្តីអ្នកទាំងអស់គ្នាស្វាគមន៍មកកាន់ការសម្រាយភាពបន្ទប់របស់សាច់រឿងកំពូលអ្នកលួចសមត្ថភាពប្រលឹងមុននឹងចូលទៅដល់ការសម្រាយសាច់រឿង admin ចង់ពឹងឲ្យអ្នកទាំងអស់គ្នាជួយធ្វើការចុច like subscribe និងបើកសញ្ញាកណ្ដឹងហើយកុំភ្លេចធ្វើការ comment ម្នាក់មួយផងណាដើម្បីធ្វើឲ្យវីដេអូមួយនេះទៅដល់អ្នកផ្សេងដើម្បីបានទស្សនាផងដែរដូចនេះដើម្បីកុំឲ្យខាតពេលវេលាយូរតទៅតាមដានការសម្រាយភាពបន្ទប់ទាំងអស់គ្នាទោះបីជាពេលនេះតូយ៉ាមើលទៅគួរឲ្យសង្ស័យខ្លាំងហើយបានព្យាយាមលាក់បាំងសមត្ថភាពពិសេសមួយផ្នែករបស់គេក៏ដោយប៉ុន្តែវាជាការពិតដែលគេបានព្រមបញ្ចេញថាមពលរបស់គេដើម្បីជួយសង្គ្រោះជីវិតរបស់ហ្វូសាកាឯណោះវិញគិតថាគេមិនអាចស្អប់ជាមួយនឹងមនុស្សដែលធ្លាប់ធ្វើល្អដាក់គេបែបនេះនោះទេហេតុនេះហើយទើបគេសម្រេចជឿជាក់លើតូយ៉ាភ្លាមទោះជាយ៉ាងណាក៏ដោយគេបានស្នើសុំឲ្យតូយ៉ាជួយបញ្យល់ដំណើរសាច់រឿងទាំងអស់ប្រាប់គេផងដើម្បីគេបានយល់ច្បាស់អំពីសាច់រឿងទាំងមូលមួយសន្ទុះក្រោយមកតូយ៉ាបានបញ្យល់រឿងរ៉ាវទាំងអស់ទៅកាន់ហ្វូសាកាហើយមើលទៅគេហាក់ដូចជាយល់ពីស្ថានភាពរបស់គេយ៉ាងច្បាស់ការដែលតូយ៉ាដើរប្រមូលសមត្ថភាពពិសេសពីអ្នកដទៃគឺមានគោលបំណងចង់ខ្លាំងពូកែជាងបងប្រុសរបស់គេដែលមានឈ្មោះថាសាយ៉ាហើយហ្វូសាកាយល់ច្បាស់ថាហេតុអ្វីបានជាតូយ៉ាត្រូវលាក់បាំងរឿងនេះបែបនេះព្រោះបើមិនអញ្ចឹងទេ Newman ច្បាស់ជាខឹងរហូតដល់ផ្ទុះក្បាលគេជាមិនខានបន្ទាប់មកហ្វូសាកាបែរជាដើរទៅរកតូយ៉ារួចបានប្រាប់រូបគេថាគេគាំទ្រតូយ៉ាជានិច្ចក្នុងការខិតខំប្រឹងប្រែងដែលយកសមត្ថភាពពិសេសទាំងអស់នោះដែលរឿងនេះបានធ្វើឲ្យតូយ៉ាមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងរួចហើយហ្វូសាកាបាននិយាយបន្ថែមទៀតថាតែទោះជាយ៉ាងណាក៏ដោយគេមិនព្រមបកគោលធម៌ពលរបស់ខ្លួនទៅឲ្យតូយ៉ាងាយៗនោះទេប៉ុន្តែក្រៅពីចំណុចមួយនេះគឺគេមិនសូវខ្វាយខ្វល់រឿងអីផ្សេងនោះទេព្រោះគេមានការចូលចិត្តតូយ៉ាបាត់ទៅហើយតូយ៉ានៅតែមិនទាន់យល់សោះថាហេតុអ្វីបានជាហ្វូសាកាយល់ចិត្តគេដល់ថ្នាក់នេះប៉ុន្តែហ្វូសាកាបានប្រាប់គេថាពេលនេះពួកគេគួរតែបន្តធ្វើដំណើរទៅមុខទៀតល្អជាងហ្វូសាកាដឹងច្បាស់ថាធម្មជាតិរបស់មនុស្សគឺតែងតែមានភាពផ្ទុយគ្នានៅក្នុងខ្លួនជានិច្ចហើយទោះបីជាតូយ៉ាមិនដឹងខ្លួនឯងផងក៏ដោយក៏គេជាមនុស្សដែលមានចិត្តទន់ជ្រាយមិនដូចជាមនុស្សដែលស្រេកឃ្លានថាមពលពិសេសនោះទេព្រោះថាយ៉ាងណាក៏ដោយគេមិនបានរារាយចិត្តក្នុងការបញ្ចេញថាមពលពិសេសរបស់គេដើម្បីជួយសង្គ្រោះជីវិតហ្វូសាកានោះទេហើយថែមទាំងព្រមពន្យល់រឿងរ៉ាវគ្រប់យ៉ាងឲ្យគេដឹងថែមទៀតផងនៅពេលដែលគេសួរនាំរឿងរ៉ាវហើយចិត្តដែលផ្ទុយគ្នាក្នុងខ្លួនរបស់គេនោះគឺជាភ័ស្តុតាងបញ្ជាក់ថាតូយ៉ានៅតែជាមនុស្សធម្មតាម្នាក់ដដែលដូច្នេះគេមិនអាចជាជនបង្កប់នោះទេភ្លាមនោះតូយ៉ាបានឈប់ដើររួចសួរហ្វូសាកាថាតើមានមូលហេតុអ្វីដែលធ្វើឲ្យគេសម្រេចចិត្តជ្រើសរើសធ្វើជាអ្នកចាប់ជាតិបែបនេះវាប្រហែលមានមូលហេតុពិតមែនប៉ុន្តែហ្វូសាកាបានពោលពាក្យសុំទោសរួចបានប្រាប់ទៅគេវិញថាគេក៏មិនដឹងមូលហេតុនោះជាអ្វីដូចគ្នាព្រោះគេមិនមានការចងចាំទាំងអស់ពីសម័យកាលនៅពេលដែលគេជាមនុស្សធម្មតានោះទេក្នុងពេលជាមួយគ្នានោះនៅខាង Newman វិញបន្ទាប់ពីបងប្អូនស្រីត្រកូលរាយត្រូវបានគេបាញ់សម្លាប់ភ្លាមអ្នកផ្សេងទៀតក៏បានបញ្ញាប់រត់ទៅការពារ Newman ភ្លាមផងដែរព្រោះកាលណាបើមានរឿងចំពោះនាងនោះក្រុមដើមឈើនៃអ្នកខ្លាំងច្បាស់ជាត្រូវរលាយមិនខានសមាជិកម្នាក់បានបង្កើតក្លូនជាច្រើនរួចទៅរត់ពាំងពីមុខ Newman ដើម្បីការពារជាខែលមនុស្សប៉ុន្តែរូបបំបែកទាំងនោះត្រូវបានបាញ់កំទេចចោលរលាយបាត់ភ្លាមដោយសារតែគ្រាប់កាំភ្លើងដ៏ធ្ងន់ធ្ងរហើយហាក់ក៏បានដឹងយ៉ាងច្បាស់ភ្លាមថាប្រហែលជាមានម្នាក់ទៀតដែលកំពុងធ្វើសកម្មភាពនៅទីនេះមិនខានដូច្នេះនាងក៏បានកំចាត់ពួកវាចោលមុនពេលដែលពួកវាបើកការវាយប្រហារមកចំ Newman ម្ដងទៀតក្នុងពេលជាមួយគ្នានោះដែរតូយ៉ានិងហ្វូសាកាបានធ្វើដំណើរទៅដល់ខ្លោងទ្វារប្រាសាទមួយប៉ុន្តែនៅពេលដែលពួកគេហៀបនឹងដើរឆ្លងកាត់វាទៅហើយស្រាប់តែទ្វារនោះត្រូវបានគេបំផ្ទុះឡើងភ្លាមដោយសារស្នាដៃរបស់ពួកអ្នកចាប់ជាតិអាក្រក់ម្នាក់តូយ៉ាបានគេចផុតពីគ្រោះថ្នាក់ដោយគ្មានរបួសអ្វីឡើយព្រោះគេបានរត់ទៅពួនពីក្រោយផ្ទាំងថ្មបំបែកធំមួយប៉ុន្តែហ្វូសាកាវិញត្រូវរងរបួសទោះជាយ៉ាងណាក៏ដោយវាមិនមែនជារឿងសំខាន់អ្វីសម្រាប់គេដែរព្រោះគេជាមនុស្សដែលមានរាងកាយអមតៈដោយគេមិនអាចស្លាប់បាននោះទេបន្ទាប់មកពួកសត្រូវដែលបង្កការផ្ទុះនោះបាននាំគ្នារអ៊ូរទាំថាហេតុអ្វីបានជាហ្វូសាកាចំណាយពេលដើរមកទីនេះយ៉ាងយូរហើយហ្វូសាកាក៏បានប្រាប់តូយ៉ាថាសមរភូមិមួយនេះគេអាចអង្គុយមើលពីក្រោយបានហើយព្រោះគេដឹងយ៉ាងច្បាស់ថាម្នាក់នោះគឺគេប្រយុទ្ធតែជាមួយគេម្នាក់គត់ព្រោះថាយ៉ាងណាក៏ដោយគ្មាននរណាក្រៅពីរូតទេដែលមានរហស្សនាមថាសត្វហង្សភ្លើងនោះឡើយក្នុងពេលជាមួយគ្នានោះដែរហ៊ីហាទីបំផុតអាចរកឃើញទីតាំងរបស់អ្នកលបបាញ់របស់សត្រូវនោះឃើញហើយដូច្នេះនាងក៏បានដាក់សមត្ថភាពពិសេសរបស់នាងរួចបានអូសទាញយកគេចូលទៅក្នុងផែនទីប្រយុទ្ធផ្ទាល់ខ្លួនរបស់នាងដែលវាជាវាព្រិលពណ៌សមួយ
នាងប្រកាសចិត្តណាស់ថាការកំចាត់ម្នាក់នេះគឺមិនមែនជារឿងពិបាកសម្រាប់គេនោះទេទោះជាយ៉ាងណាក៏ដោយនៅពេលដែលនាងព្យាយាមងាកកណ្ដុងកំភ្លើងបាញ់សម្ដៅទៅរកគេនាងស្រាប់តែដឹងភ្លាមថាខ្លួនរបស់នាងបែរជាលែងមើលឃើញគេទៀតហើយមួយសន្ទុះក្រោយមកបុរសម្នាក់នោះបានដើរទៅចាប់កណ្ដុងកំភ្លើងរបស់នាងបន្ទាប់មកគេក៏បានបដូរដំបូន្មាននិងបង្រៀនទីល្បិចខ្លះៗទៅកាន់នាងយ៉ាងរំភើយដោយពន្យល់ថាកណ្ដុងកំភ្លើងរបស់នាងគឺវាវែងហួសហេតុពេកហើយហេតុនេះធ្វើឲ្យនាងគ្មានសមត្ថភាពក្នុងការការពារខ្លួនទាល់តែសោះនៅក្នុងការប្រយុទ្ធគ្នាក្នុងចម្ងាយជិតប៉ុន្តែហ៊ីដាមិនបានខ្វល់ខ្វាយពីរឿងនេះពីមុនមកទេព្រោះជាធម្មតាគ្មានអ្នកលបបាញ់ឯណាដើរចូលទៅប្រយុទ្ធក្នុងចម្ងាយជិតដោយចេតនានោះឡើយភ្លាមនោះនាងក៏ដឹងភ្លាមថាបុរសម្នាក់នេះច្បាស់ជាអ្នកលបបាញ់ក្នុងវីរភាពរឿងព្រេងនិទានដែលមានឈ្មោះថា Hancock មិនខានហើយទោះបីជា Hancock អាចបញ្ចប់ការប្រយុទ្ធនឹងសម្លាប់នាងនៅត្រង់នេះភ្លាមៗក៏ដោយក៏គេនៅតែផ្ដល់ឱកាសម្ដងទៀតឲ្យទៅនាងផងដែរដូច្នេះគេបាននិយាយថាគេនឹងដើរថយក្រោយចំណាយ 2000 feet បន្ថែមទៀតដើម្បីពួកគេអាចបើកការវាយប្រយុទ្ធរវាងអ្នកលបបាញ់និងអ្នកលបបាញ់ឲ្យបានត្រឹមត្រូវតាមលក្ខខណ្ឌបច្ចេកទេសប៉ុន្តែមុនពេលដែលគេដើរចេញទៅហ៊ីហាបានស្រែកហៅគេរួចបានសួរនាំគេថាហេតុអ្វីបានជាមនុស្សដែលមានឈ្មោះល្បីក្នុងវីរភាពដូចជាគេបែរជាព្រមធ្វើការងារឲ្យពួកអ្នកចាប់ជាតិអាក្រក់ដ៏សាហាវបែបនេះទៅវិញហើយ Hancock បានប្រាប់នាងថានាងនឹងយល់ពីមូលហេតុទាំងមូលបានច្បាស់លាស់បន្ទាប់ពីការប្រយុទ្ធរបស់ពួកគេបានបញ្ចប់សពគ្រប់ត្រឡប់មកកាន់តូយ៉ានិងហ្វូសាកាវិញតូយ៉ាបានសួរនាំថាហេតុអ្វីបានជារូតព្រមធ្វើការឲ្យពួកអ្នកចាប់ជាតិអាក្រក់បែបនេះព្រោះបើតាមអ្វីដែលគេដឹងគេគឺជាអ្នកបើកយន្តហោះចម្បាំងដ៏ល្បីម្នាក់របស់កងទ័ពអាកាសអាល្លឺម៉ង់ហើយបើផ្អែកទៅតាមប្រវត្តិសាស្ត្ររូតពិតជាមិនមែនជាមនុស្សអាក្រក់នោះទេភ្លាមនោះរ៉ូតបានបាញ់គ្រាប់សម្ដៅទៅរកហ្វូសាកាដែលកម្លាំងគ្រាប់បានបែកកំទេចមុខរបស់គេអស់មួយចំហៀងប៉ុន្តែហ្វូសាកាបានបាញ់តបទៅវិញភ្លាមចំមុខរបស់រូតដូចគ្នាទោះជាយ៉ាងណាក៏ដោយវាដូចជាហ្វូសាកាអញ្ចឹងដែលមានសមត្ថភាពពិសេសគឺរូបរាងអមតៈហើយវាមិនមែនត្រឹមតែប៉ុណ្ណេះនោះទេបន្ទាប់មករ៉ូតបានទម្លាក់គ្រាប់រាប់សិបគ្រាប់ពីលើក្បាលរបស់ហ្វូសាកាតែម្ដងដែលធ្វើឲ្យរាងកាយរបស់ហ្វូសាកាត្រូវបានកម្លាំងផ្ទុះបំបែកជាបំណែកតូចៗប៉ុន្តែមួយសន្ទុះក្រោយមករាងកាយរបស់គេក៏បានដូរបង្កើតឡើងវិញដើម្បីអាចបន្តការប្រយុទ្ធនោះបន្តទៀតបានរូនមានការចាប់អារម្មណ៍យ៉ាងខ្លាំងដែលឃើញសមត្ថភាពពិសេសរបស់ហ្វូសាកាគឺដំណើរការតាមរយៈការដុសសាច់រាងកាយដើម្បីបង្កើតខ្លួនឯងឡើងវិញបែបនេះប៉ុន្តែហ្វូសាកាមិនខ្វល់ឡើយគេបានដកកំភ្លើងទាំងអស់ដែលមាននៅក្នុងឃ្លាំងអាវុធរបស់គេចេញមកហើយរូតក៏បានធ្វើដូចគ្នាផងដែរចំណែកឯតូយ៉ាវិញពេលនេះគេកំពុងតែពួនសង្ងំខ្លួនយ៉ាងជិតដើម្បីកុំឲ្យខ្លួនរងការគ្រោះថ្នាក់ដោយសារតែកម្លាំងគ្រាប់ការវាយប្រហារមួយនេះហើយបើតាមទ្រឹស្ដីដោយសារតែពួកគេទាំងពីរសុទ្ធតែអ្នកមានសមត្ថភាពរាងកាយអមតៈដូចគ្នាពួកគេគួរតែមានសមត្ថភាពប្រហាក់ប្រហែលគ្នាប៉ុន្តែបញ្ហាដ៏ធំបំផុតនោះគឺកម្រិតខុសគ្នារវាងកម្លាំងអាវុធរបស់ពួកគេហ្វូសាកាមានត្រឹមតែកំភ្លើងធម្មតានិងគ្រាប់បែកដៃសម្រាប់ប្រើប្រាស់តែប៉ុណ្ណោះប៉ុន្តែរូតឯណោះវិញគេមានកំភ្លើងយន្តធុនធ្ងន់ដែលមានកម្លាំងខ្លាំងជាងថែមទាំងមានយុទ្ធសាស្ត្រគ្រប់គ្រងគ្រាប់បែកដូចជាទឹកភ្លៀងថែមទៀតផងដែលធ្វើឲ្យហ្វូសាកាមិនអាចវាយលុកទៅមុខបានទាល់តែសោះហើយមានមនុស្សតែម្នាក់គត់ដែលមានសមត្ថភាពដើម្បីផ្លាស់ប្ដូរស្ថានភាពដ៏លំបាកបែបនេះម្នាក់នោះគឺហ្វប់ប៉ុន្តែពេលនេះហ្វប់កំពុងតែវង្វេងផ្លូវនៅក្នុងព្រៃជ្រៅបាត់ទៅហើយព្រោះប្រព័ន្ធនាំផ្លូវរបស់គេលែងដំណើរការតទៅទៀតភ្លាមនោះគេក៏បានដើរមកជួបពួកអ្នកចាប់ជាតិអាក្រក់ពីរនាក់ដែលកំពុងតែអង្គុយនៅចំកណ្ដាលព្រៃជ្រៅរួចគេក៏គិតក្នុងចិត្តថាគេគួរតែឆ្លៀតឱកាសនេះដើម្បីកម្ចាត់ពួកគេចោលតែម្ដងទៅព្រោះពួកគេគ្មានផ្លូវការពារខ្លួនពីមនុស្សដែលពួកគេមិនអាចមើលឃើញបានដូចជាគេនោះទេទោះជាយ៉ាងណាក៏ដោយអ្វីដែលធ្វើឲ្យគេតក់ស្លុតយ៉ាងខ្លាំងនោះគឺមនុស្សម្នាក់នោះបានរត់សម្ដៅមកចំគេតែម្ដងហើយគេមិនយល់តតែសោះថាហេតុអ្វីបានជាគេធ្វើបែបនេះបានព្រោះតាមពិតទៅរូបរាងរបស់គេត្រូវបានបិទបាំងជិតឈឹងបាត់ទៅហើយមនុស្សដែលកំពុងតែអង្គុយលើកៅអីនោះមានឈ្មោះថា Hitler ហើយសមត្ថភាពពិសេសរបស់គេគឺការដឹងចិត្តរបស់មនុស្ស Mastermind ដែលនេះជាមូលហេតុធ្វើឲ្យគេអាចវែងញែកដឹងពីសមត្ថភាពពិសេសរបស់សមាជិកទាំងអស់នៅក្នុងក្រុមដើមឈើនៃអ្នកខ្លាំងរួចស្រេចបាត់ទៅហើយបាននិយាយពីថាតើគេដឹងពីទីតាំងរបស់ Faber ដោយរបៀបណាគឺសមត្ថភាពពិសេសរបស់ Faber គឺអាចបិទបាំងរារាំងសម្លេងនិងក្លិនទាំងអស់ដែលភាយចេញពីរាងកាយរបស់គេបានពិតមែនប៉ុន្តែដោយសារតែព្រៃមួយនេះពោរពេញទៅដោយក្លិនស្អុយរលួយដែលបង្កឡើងដោយថាមពលរបស់ PT
ដូច្នេះភាពមិនមានក្លិនសោះនៅត្រង់ចំណុចទីតាំងរបស់ Faber ទៅវិញទេដែលវាបានបញ្ជាក់ប្រាប់សត្រូវយ៉ាងច្បាស់ថាគេនៅម្ដុំទីនោះហើយនៅពេលដែលនៅចំណុចខ្លាំងចម្បងរបស់ Faber ត្រូវបានសត្រូវដឹងពីល្បិចនិងបានកម្ចាត់ចោលយ៉ាងងាយបែបនេះ PT ក៏បានបន្តសកម្មភាពនោះរួចបានកំទេចរាងកាយរបស់គេឲ្យសំប៉ែតទៅនឹងដីតែម្ដងក្នុងពេលជាមួយគ្នានោះដែរ Fosaka និង Root នៅតែបន្តការប្រយុទ្ធគ្នាយ៉ាងស្វិតស្វាញហើយអ្នកទាំងពីរមិនមានការរីកចម្រើនទៅមុខប៉ុន្មានឡើយដោយសារតែសមត្ថភាពរាងកាយអមតៈរបស់ពួកគេរៀងៗខ្លួនដូច្នេះ Fosaka ក៏បានដើរថយក្រោយរួចបានមកជុំគ្នាជាមួយតូយ៉ាម្ដងទៀតគេបានប្រាប់តូយ៉ាថាគេមិនអាចធ្វើអ្វីបានទៀតឡើយនៅទីនេះព្រោះសមត្ថភាពវាយលុករបស់ Root គឺមានកម្រិតខ្ពស់ជាងសមត្ថភាពរបស់គេឆ្ងាយណាស់ប៉ុន្តែតូយ៉ាអាចមើលដឹងទឹកមុខរបស់ Fosaka ហាក់ដូចជាកំពុងមានក្តីសប្បាយរីករាយក្នុងការប្រយុទ្ធនេះយ៉ាងខ្លាំង Fosaka ក៏មិនបានប្រកែកជាមួយនឹងរឿងនេះព្រោះសមរភូមិមួយនេះពិតជាកំប្លែងនិងសប្បាយលេងខ្លាំងណាស់សម្រាប់គេប៉ុន្តែបើតាមអ្វីដែលគេមើលឃើញគ្មានផ្លូវដែលពួកគេអាចយកឈ្នះបានឡើយបើស្ថានភាពនៅតែបន្តបែបនេះតទៅទៀតតូយ៉ាក៏បានសួរនាំថាបើអញ្ចឹងតើវាជាច្បាប់ដែលត្រូវតែស្មើគ្នារហូតមែនឬទេប៉ុន្តែ Fosaka បានប្រាប់តូយ៉ាឲ្យដឹងថាធម្មជាតិជានិច្ចកាលតែងតែមានកម្រិតក្នុងការប្រើប្រាស់ថាមពលរបស់ពួកគេទោះបីជាថាមពលនោះជាប្រភេទរាងកាយអមតៈក៏ដោយដូច្នេះដោយសារតែ Fosaka គឺជាអ្នកដែលត្រូវរងការវាយប្រហារខ្លាំងនិងមានការខូចខាតខ្លាំងបំផុតក្នុងការប្រយុទ្ធមួយនេះវាគ្រាន់តែមានបញ្ហាពេលវេលាប៉ុណ្ណោះមុននឹងរាងកាយរបស់គេឈានដល់កម្រិតចុងក្រោយក្នុងពេលជាមួយគ្នានោះដែរ Hira នៅតែបន្តការប្រយុទ្ធជាមួយនឹង Hancock នៅក្នុងផែនដីរបស់នាងដដែលហើយនាងមានអារម្មណ៍រំភើបយ៉ាងខ្លាំងនៅពេលដែលមានឱកាសប្រឈមមុខនឹងការសាកល្បងសមត្ថភាពដ៏ល្អបែបនេះប៉ុន្តែបន្ទាប់មកស្រាប់តែ Hancock បានដើរចេញពីកន្លែងពូនរបស់គេហើយបានលើកដៃទាំងពីរឡើងលើនាងមិនចង់ជឿនឹងភ្នែកខ្លួនឯងទាល់តែសោះព្រោះនាងមិននឹកស្មានឡើយថាមនុស្សដែលមានសមត្ថភាពខ្លាំងពូកែដូចជា Hancock បែរជាព្រមចុះចាញ់នាងភ្លាមៗបែបនេះទាល់តែសោះប៉ុន្តែតាមពិតទៅគេមិនដែលគិតចង់ចុះចាញ់តាំងពីដំបូងមកម្លេះគេគ្រាន់តែដើរទៅខាងមុខដើម្បីឲ្យខ្លួនរបស់គេអាចនាំយក Haya ចូលទៅក្នុងចម្ងាយនៃផែនទីប្រយុទ្ធផ្ទាល់ខ្លួនរបស់គេតែប៉ុណ្ណោះហើយនៅពេលដែលគេដើរមកជិតដល់ចម្ងាយដែលគេបានកំណត់ហើយផែនដីប្រយុទ្ធនោះក៏បានផ្លាស់ប្ដូរភ្លាមៗពីវាព្រិលតកពណ៌សទៅជាព្រៃតកដ៏ក្រាស់ឃ្មឹកអ្វីម្យ៉ាងហើយនេះហើយគឺជាការប្រយុទ្ធដ៏ពិតប្រាកដនិងសប្បាយរីករាយរបស់ពួកគេនឹងបានចាប់ផ្ដើមឡើងក្នុងពេលជាមួយគ្នានោះដែរត្រឡប់មកព្រៃជ្រៅវិញ Newton និងអៀនកំពុងតែដើរជាមួយគ្នាប៉ុន្តែអៀនមានអារម្មណ៍ភ័យខ្លាចដល់ថ្នាក់តក់ស្លុតពេញខ្លួនព្រោះនាងមិនអាចប្រើសមត្ថភាពពិសេសក្នុងការបដូរទីតាំងរបស់នាងបានទាល់តែសោះនៅក្នុងកន្លែងមួយនេះភ្លាមនោះនាងស្រាប់តែឮសំឡេងអ្វីម្យ៉ាងលាន់ចេញពីក្នុងដុំព្រៃនៅក្បែរនោះដូច្នេះនាងក៏បានស្ទុះទៅអោបកសោបខ្លួនរបស់ Newton យ៉ាងណែនព្រោះតែខ្លាចបាត់បង់ជីវិតប៉ុន្តែនៅពេលដែលនាងកលែកទៅមើលម្ដងទៀតនាងក៏ដឹងខ្លួនថាម្នាក់នោះគ្រាន់តែជាទ្រវិនប៉ុណ្ណោះទោះជាយ៉ាងណាក៏ដោយនៅពេលដែលនាងហៀបនឹងស្រែកកំហកដាក់គេព្រោះតែគេហ៊ានលបលួចធ្វើឲ្យនាងមានការភ័យតក់ស្លុតបែបនេះប្រាប់តែរាងកាយរបស់ទ្រវិនបានរលាយបាត់ទាំងស្រុងទៅជាទឹកស្អុយនៅចំពោះភ្នែករបស់នាងតែម្ដងអៀនហៀបនឹងស្រែកឡើងព្រោះតែភាពភ័យតក់ស្លុតប៉ុន្តែ Newton បានបញ្ញាប់យកដៃទៅខ្ទប់មាត់របស់នាងព្រោះបើកាលណាមនុស្សដែលនៅក្នុងព្រៃនេះដែលមានសមត្ថភាពខ្លាំងដល់ថ្នាក់អាចកម្ចាត់ទ្រវិនបាននោះពួកគេច្បាស់ជាកំពុងតែពួនសង្ងំនៅក្បែរនេះជាមិនខានហើយការកើតរបស់ Newton ពិតជាត្រឹមត្រូវពិតមែនព្រោះតែ Hyler និង PT កំពុងតែឈរនៅក្បែររបងកាច់ជ្រុងនោះឯងHyler គិតថាវាជារឿងដែលមានអំណួតខ្លាំងពេកសម្រាប់ទ្រវិនដែលហ៊ានហៅសមត្ថភាពរបស់ខ្លួនឯងជាការវិវត្តព្រោះអ្វីដែលថាមពលនោះអាចធ្វើបានគឺគ្រាន់តែផ្ដល់នូវលក្ខណៈសម្បត្តិរបស់សត្វដែលមានស្រាប់តែប៉ុណ្ណោះហេតុនេះហើយទើបធ្វើឲ្យការយកឈ្នះទៅលើគេមិនមែនជារឿងពិបាកនោះទេប៉ុន្តែក្រៅពីរឿងនោះ Hyler បានងាកទៅសួរ Schrödinger ថាតើគេមានបំណងចង់ពួននៅពីក្រោយដើមឈើនោះដល់ពេលណាទៀត Schrödinger បានពួននៅទីនោះមួយសន្ធូរធំមកហើយប៉ុន្តែគេនៅតែមិនទាន់ធ្វើសកម្មភាពអ្វីនោះទេព្រោះរាល់ជម្រើសយុទ្ធសាស្ត្រទាំងអស់ដែលគេអាចគិតឃើញគឺសុទ្ធសឹងតែមានអត្រាភាគរយជោគជ័យស្មើនឹង 0% ទាំងអស់ដូច្នេះវាក៏គ្មានរឿងអ្វីដែលគេអាចធ្វើបាននោះដែរទីបំផុតគេក៏បានបោះបង់ចោលនូវការព្យាយាមប្រើសមត្ថភាពពិសេសរបស់គេរួចក៏សម្រេចចិត្តធ្វើតាមព្រហ្មលិខិតដែលបានកំណត់តែម្ដងដោយបានលើកកំភ្លើងបាញ់សម្ដៅទៅរក Hyler ប៉ុន្តែការធ្វើបែបនេះវាមិនបានផលនោះទេព្រោះ PT បានស្ទុះទៅច្បាច់នឹងកំទេចរាងកាយរបស់គេឲ្យរលាយក្លាយទៅជាទឹកស្អុយភ្លាមៗមួយរំពេចភ្លាមបន្ទាប់ពីនោះមានដាវមួយដែលបានក្រវែងសម្ដៅទៅរក PT ប៉ុន្តែគេអាចលូកដៃទៅចាប់ដាវនោះជាប់
រួចបានធ្វើឲ្យដាវនោះដុះស្លែរលួយខូចខាតដូចគ្នាដាវនោះគឺជារបស់ Bobby Fischer ហើយគេមានអារម្មណ៍ខកចិត្តបន្តិចដែលការលបវាយប្រហាររបស់គេមិនមានលទ្ធផលទៅលើ PT ព្រោះតាមពិតទៅគេសង្ឃឹមថាគេនឹងអាចកម្ចាត់វាឲ្យស្លាប់ភ្លាមៗតាមតែអាចធ្វើទៅបានហើយលើបានដឹងរឿងរ៉ាវគ្រប់យ៉ាងអំពី Fischer ព្រមទាំងសមត្ថភាពរបស់គេក្នុងការហៅក្រុមកងទ័ពមកជួយក្នុងការប្រយុទ្ធប៉ុន្តែនៅពេលដែលឮសម្ដីបែបនេះវាធ្វើឲ្យ Fischer មានការងឿងឆ្ងល់និងភ័ន្តភាំងខ្លួនយ៉ាងខ្លាំងព្រោះគេមិនយល់ទាល់តែសោះថាហេតុអ្វីបានជា Hyler បានដឹងពីសមត្ថភាពពិសេសរបស់គេច្បាស់ដល់ថ្នាក់នឹងហើយអ្វីកាន់តែអាក្រក់ជាងនេះទៅទៀតនោះគឺ Hyler មានយុទ្ធសាស្ត្រទប់ស្កាត់ដ៏ល្អឥតខ្ចោះសម្រាប់ការធ្វើចលនារបស់ Fischer ព្រោះគេដឹងយ៉ាងច្បាស់ថាកូនអុកនីមួយៗរបស់គេអាចធ្វើអ្វីបានខ្លះដូច្នេះ PT អាចកំទេចពួកគេកោរសក់បានយ៉ាងងាយស្រួលបំផុត Hyler ទទួលស្គាល់ថាបើរឿងនេះជាការប្រកួតអុកពិតប្រាកដមែននោះគឺ Fischer ច្បាស់ជាអាចយកឈ្នះមិនខានប៉ុន្តែនៅក្នុងពិភពលោកពិតជាក់ស្ដែងកម្លាំងវាយលុករបស់កូនអុករបស់អ្នកគឺវាមានសារៈសំខាន់ដូចគ្នាទៅនឹងយុទ្ធសាស្ត្រដែលអ្នកប្រើប្រាស់អញ្ចឹងហើយ PT នៅទីនេះគឺមានកម្លាំងខ្លាំងក្លាជាងរបស់របរទាំងឡាយដែល Fischer បានបង្កើតជាងឆ្ងាយណាស់នៅពេលដែល PT បានសម្លាប់ Fischer រួចរាល់ Anne បានចាប់ផ្ដើមមានអារម្មណ៍ភ័យស្លន់ស្លោយ៉ាងខ្លាំងព្រោះនាងមិនអាចរកវិធីសាស្ត្រណាបានសូម្បីតែមួយដើម្បីយកឈ្នះទៅលើ Hyler ជាពិសេសគឺគេទើបតែកម្ចាត់អ្នកចាប់ជាតិដែលមានអំណាចខ្លាំងក្លារហូតដល់ទៅ3នាក់ហើយថែមទាំងដឹងរឿងរ៉ាវគ្រប់បែបយ៉ាងពីពួកគេថែមទៀតផង Newton អាចមើលទៅដឹងថាពេលនេះអារម្មណ៍របស់ Ian គឺមិនស្ថិតនៅក្នុងស្ថានភាពល្អនោះទេហើយបើផ្អែកទៅលើអ្វីដែលពួកគេបានឃើញ Hyler ធ្វើរហូតមកដល់ពេលនេះ Newton ប្រកាសចិត្តណាស់ថាគេច្បាស់ជាដឹងពីពួកគេកំពុងតែពួននៅទីនេះរួចស្រេចបាត់ទៅហើយដូច្នេះគេក៏បានដើរចេញទៅខាងមុខរួចបានប្រាប់អៀនថារឿងរ៉ាវប្រយុទ្ធនេះប្រកាសជាបាត់បង់ជីវិតនៅទីនេះមិនខានទុកឲ្យរូបគេជាអ្នកដោះស្រាយបញ្ហានេះជំនួសគេទៅចោះនៅពេលដែល PT ក៏លេចភ្នែកទៅឃើញ Newton ភ្លាមនោះគេបានលូកកណ្ដាប់ដៃគេចូលទៅក្នុងដីតែម្ដងដើម្បីបញ្ជូនសារធាតុស្អុយរលួយសំដៅទៅរក Newton អាចលោតឡើងទៅលើហើយចុះទៅលើដើមឈើទាន់ពេលវេលាដើម្បីគេចចេញពីការត្រូវរលាយរាងកាយហើយគេដឹងខ្លួនឯងច្បាស់ថ្មីត្បិតតែគេនិយាយថាគេនឹងដោះស្រាយរាល់បញ្ហានៃការប្រយុទ្ធទាំងអស់នេះពិតមែនប៉ុន្តែបើនិយាយតាមត្រង់ទៅពេលនេះគេក៏មិនទាន់នឹកឃើញរកវិធីដើម្បីយកឈ្នះទៅលើម្នាក់នោះបាននោះទេភ្លាមនោះ PT បែរជាអាចដឹងពីទីតាំងរបស់ Newton ដែលកំពុងពួនសង្ងំខ្លួនបានយ៉ាងច្បាស់ដូច្នេះគេក៏បានបំផ្លាញដើមឈើនោះចោលរហូតធ្វើឲ្យ Newton ត្រូវបង្ខំចិត្តរត់គេចខ្លួនបាតជើងសោព្រាតតែម្ដងគេមិនយល់ទាល់តែសោះថាហេតុអ្វីបានជា PT អាចរកឃើញខ្លួនគេបានលឿនដល់ថ្នាក់ហ្នឹងព្រោះតាមពិតទៅទីតាំងដែលពួកគេបានពួនគឺជាទីតាំងដ៏ល្អបំផុតប៉ុន្តែ Hyler បានប្រាប់គេថាមានប្រយោជន៍ក្នុងការខិតខំប្រឹងប្រែងដើរពួននោះទេព្រោះសមត្ថភាពពិសេសរបស់គេគឺអាចដឹងពីចិត្តរបស់មនុស្សហើយថាមពលនោះអាចដឹងរឿងរ៉ាវគ្រប់សពបែបយ៉ាងទាំងអស់ដែលនេះជាមូលហេតុដែលធ្វើឲ្យគេដឹងយ៉ាងច្បាស់ថាអៀងកំពុងតែពួននៅពីក្រោយដើមឈើនៅត្រង់កន្លែងមួយនោះហើយសមត្ថភាពពិសេសរបស់នាងគឺការផ្លាស់ប្ដូរទីតាំងចន្លោះលំហដែលអនុញ្ញាតឲ្យនាងអាចនាំយករង្វង់លំហដែលមានរូបរាងកាយរបស់នាងនៅក្នុងនោះទៅធ្វើការផ្លាស់ប្ដូរទីតាំងបានភ្លាមៗទោះជាយ៉ាងណាក៏ដោយការដែលនាងមិនទាន់បានប្ដូរទីតាំងរត់គេចខ្លួនរបស់នាងរហូតមកដល់ពេលនេះមានន័យថានាងមិនអាចប្រើប្រាស់សមត្ថភាពរបស់នាងបាននៅឡើយនោះទេនៅពេលនេះហើយមូលហេតុពិតប្រាកដចំពោះរឿងនោះគឺដោយសារតែនាងអាចធ្វើការផ្លាស់ប្ដូរទីតាំងបានតែចំពោះរាល់ទីតាំងណាដែលនាងអាចធ្លាប់ដើរទៅដល់នឹងបានចុះបញ្ជីទីតាំងដោយផ្ទាល់ជើងរបស់នាងតែប៉ុណ្ណោះនៅពេលដែលឮ Hyler ពិពណ៌នាពីសមត្ថភាពពិសេសរបស់ខ្លួនបានត្រឹមត្រូវឥតខ្ចោះបែបនេះធ្វើឲ្យអៀនព្រឺក្បាលខ្ញាក់ហើយ Newton ក៏អាចមើលដឹងថាពេលនេះនាងកំពុងតែមានភាពភ័យខ្លាចយ៉ាងខ្លាំងប៉ុន្តែភ្លាមនោះគេស្រាប់តែកលែកឃើញទៅលើសត្វសម្ពោចមួយដែលនៅលើដីហើយពេលនោះគេបានចាប់វាលើកឡើងមកហើយគេក៏បានប្រទះឃើញសញ្ញាសម្គាល់មួយនៅត្រង់ក្បាលពោះរបស់វាដែលរឿងនេះបានបញ្ជាក់ប្រាប់ពីការពិតនៅពីក្រោយសមត្ថភាពពិសេសរបស់ Hyler ឲ្យគេបានដឹងតែម្ដងដោយសារតែទទួលបានព័ត៌មានដ៏សំខាន់មួយនេះគេអាចវាយលុកចំចំណុចខ្វាក់របស់ PT បានភ្លាមក្នុងពេលដែលគេហៀបនឹងលូកដៃទៅចាប់ខ្លួនរបស់អៀនទៅហើយរឿងនេះបានទាក់ទាញការចាប់អារម្មណ៍ពី Hyler យ៉ាងខ្លាំងព្រោះគ្មានផ្លូវណាដែល Newton អាចបើកការវាយប្រហារចំចំណុចខ្វាក់របស់ PT បានដល់ចៃដន្យបែបនេះនោះទេដូច្នេះគេច្បាស់ជាអាចដឹងពីការពិតនៅពីក្រោយរបៀបដែលគេប្រើបច្ចេកទេសមួយនេះមិនខានជាមូលដ្ឋាន Newton បានវែងញែកដឹងថាសញ្ញាសម្គាល់ដែលគេបានប្រទះឃើញទៅលើពោះសត្វសម្ពោចនោះគឺអនុញ្ញាតឲ្យ Hyler អាចចែករំលែកការដឹងឮរបស់គេជាមួយគ្នាបាន
ហើយគេបានយកសញ្ញាសម្គាល់ទាំងអស់នេះទៅដាក់ពង្រាយទូទាំងព្រៃជ្រៅទាំងមូលដែលនេះជាវិធីសាស្ត្រដែលធ្វើឲ្យគេអាចតាមដានពីសកម្មភាពរបស់អ្នកចាប់ជាតិទាំងអស់ដែលគេបានសម្លាប់ចោលរហូតមកដល់ពេលនេះព្រមទាំងអាចវែងញែកដឹងពីធម៌ពលពិសេសរបស់គេថែមទៀតផងហើយចំណែកឯរឿងដែលគេដឹងពីសមត្ថភាពអៀនដោយរបៀបណាទោះបីជាគេមិនទាន់បានប្រើវានៅក្នុងព្រៃនេះក៏ដោយនោះគឺប្រហែលជាសៀនយូជាអ្នកប្រាប់រឿងរ៉ាវទាំងអស់នេះទៅកាន់ Hyler ព្រោះគេធ្លាប់ស្គាល់អៀនកាលពីសម័យដែលពួកគេជាសមាជិកនៅរបស់ក្រុមដើមឈើអ្នកខ្លាំង Hyler មានការកោតសរសើរយ៉ាងខ្លាំងនៅពេលដែល Newton អាចវែងញែកដឹងពីការពិតក្រោយសមត្ថភាពពិសេសរបស់គេបានយ៉ាងរហ័សបែបនេះហើយគេក៏បានពោលពាក្យសរសើរទៅកាន់ Newton ចំពោះភាពវៃឆ្លាតនិងដែរទេពកោសល្យរបស់គេផងដែរប៉ុន្តែគេគ្រាន់តែដឹងពីល្បិចប៉ុណ្ណោះវាមិនទាន់អាចផ្លាស់ប្ដូរស្ថានភាពរបស់គេបាននោះទេព្រោះថាយ៉ាងណាក៏ដោយពួកគេគ្មានផ្លូវដែលអាចបោសសម្អាតនិងលុបបំបាត់សញ្ញាសម្គាល់ទាំងអស់ដែល Healer បានពង្រាយនៅក្នុងព្រៃទាំងអស់បាននោះទេដូច្នេះជម្រើសតែមួយគត់របស់ពួកគេគឺការរត់គេចខ្លួនឬក៏ត្រូវសម្លាប់ចោលនៅក្នុងសមរភូមិរបស់ Petty តែប៉ុណ្ណោះទោះជាយ៉ាងណាក៏ដោយ Newton នៅតែមានល្បិចមួយទៀតដែលលាក់ទុកនៅក្នុងដៃអាវរបស់គេដោយសារតែគេមិនទាន់បានប្រើសមត្ថភាពពិសេសរបស់គេទាល់តែសោះតាំងពីដើរចូលមកក្នុងព្រៃនេះមានន័យថា Hyler មិនទាន់ដឹងថាថាមពលនោះគឺជាអ្វីខ្លះនៅឡើយនោះទេហើយក៏មិនទាន់បានរៀបយុទ្ធសាស្ត្រដើម្បីទប់ស្កាត់សម្រាប់វាផងដែរដូច្នេះឲ្យតែគេអាចស្វែងរកចន្លោះប្រហោងដើម្បីបើកការវាយប្រហារបាននោះគេនៅតែមានឱកាសឈ្នះដដែលក្នុងពេលជាមួយគ្នានោះដែរ Root និង Fosaka នៅតែបន្តប្រយុទ្ធគ្នាយ៉ាងស្វិតស្វាញមិនព្រមចុះចាញ់រៀងៗខ្លួនហើយនៅពេលដែល Fosaka អាចរកវិធីសាស្ត្រដើម្បីយកឈ្នះកម្រិតខុសគ្នានៃកម្លាំងអាវុធបានហើយដោយគ្រាន់តែធ្វើការឆាប់យកនឹងកវែងគ្រាប់បែករបស់ Root បោះត្រឡប់ទៅគេវិញតែប៉ុណ្ណោះប៉ុន្តែសមត្ថភាពក្នុងការដុសសាច់បង្កើតខ្លួនឡើងវិញរបស់គេគឺចាប់ផ្ដើមមានសភាពយឺតយ៉ាវខ្លាំងមែនទែនហើយបន្ទាប់ពីត្រូវរងការខូចខាតនិងរបួសធ្ងន់ធ្ងរជាច្រើនដងទោះជាយ៉ាងណាក៏ដោយបើកលេសទៅខាង Root វិញគេក៏ចាប់ផ្ដើមបង្ហាញសញ្ញានៃភាពហត់នឿយនិងអស់កម្លាំងដូចគ្នាដូច្នេះវាគ្រាន់តែជាបញ្ហាពេលវេលាប៉ុណ្ណោះមុននឹងអ្នកណាត្រូវអស់ថាមពលមុនហើយទោះបីជាត្រូវប្រឈមមុខនឹងការគំរាមកំហែងនៃសេចក្តីស្លាប់ចិត្តចូលមកដល់ក៏ដោយក៏មើលទៅអ្នកទាំងពីរហាក់ដូចជាកំពុងតែមានក្តីសុខបំផុតក្នុងឆាកជីវិតរបស់ពួកគេតែព្រោះនេះគឺជាការប្រយុទ្ធដ៏រីករាយបំផុតដែលពួកគេមិនធ្លាប់បានជួបប្រទះជាយូរណាស់មកហើយការចងចាំដំបូងដែល Focasa បាននឹកឃើញគឺការដែលដឹងខ្លួននៅក្នុងនាមជាអ្នកចាប់ជាតិម្នាក់ហើយគេអាចដឹងបានដោយសភាវគតិភ្លាមៗថាមានសមត្ថភាពពិសេសម្យ៉ាងត្រូវបានដាក់ឲ្យភ្ញាក់ឡើងនៅក្នុងខ្លួនរបស់គេរួចជាស្រេចមកហើយប៉ុន្តែនេះគឺជាការដោះដូរទៅវិញទេរាល់ការចងចាំចាស់ៗទាំងអស់របស់គេក៏ត្រូវបែរជាមានភាពស្រពេចស្រពិលនិងមានភាពវង្វេងអស់រលីងទោះជាយ៉ាងណាក៏ដោយគេបានប្រាប់ខ្លួនឯងថានេះគ្រាន់តែជាតម្លៃដ៏តូចតាចវាមិនសំខាន់អ្វីឡើយដែលត្រូវបាត់បង់ថ្លៃដើម្បីទទួលបានអំណាចដ៏ខ្លាំងក្លាបែបនេះហើយមិនយូរប៉ុន្មានក្រោយមកគេត្រូវបាននាំចូលជាសមាជិកស្នូលម្នាក់របស់ក្រុមដើមឈើនៃអ្នកខ្លាំងដែលជាកន្លែង Newman ប្រាប់ថាគេនឹងត្រូវធ្វើការងារដើម្បីសេចក្តីសុខនិងផលប្រយោជន៍របស់មនុស្សជាតិទាំងមូលហើយពីដំបូងឡើយគេពិតជាមានអារម្មណ៍រំភើបចិត្តរហូតដល់ស្រក់ទឹកភ្នែកនៅពេលដែលដឹងថាខ្លួនឯងត្រូវបានប្រគល់នូវគោលបំណងដ៏ធំនិងឧត្តមឧត្តមបែបនេះឲ្យធ្វើសូមអរគុណអ្នកទាំងអស់គ្នាដែលបានតាមដានទស្សនាវីដេអូមួយនេះមកដល់ទីបញ្ចប់ជាចុងក្រោយមានចង់ពឹងឲ្យអ្នកទាំងអស់គ្នាដែលមិនទាន់បានជួយចុច Subscribe កុំភ្លេចជួយចុច Subscribe និង Comment ម្នាក់មួយផងណាសូមអរគុណអ្នកទាំងអស់គ្នាជួបគ្នានៅវីដេអូក្រោយជម្រាបលាបាយបាយ